សួស្តីគ្នាយើងវីដេអូនេះខ្ញុំមកប្រាប់គ្នាយើងពីរបៀប download Minecraft នៅលើ iOS តម្លៃក្រោមទីផ្សារខ្លាំងមែនទែនគ្នាយើងអឺអ្នកគ្នាយើងដឹងហើយនៅលើ iOS វាដូចនៅលើ Android ទេនៅលើ iOS យើងចាំបាច់ត្រូវតែទិញពីក្រុមហ៊ុនគេតែម្ដងហើយតម្លៃវា$7ទិញពីក្រុមហ៊ុនគេតែបើគ្នាយើងធ្វើតាមខ្ញុំអស់តែតម្លៃយំទៅអត់ដល់$1គ្នាយើងហើយគ្នាយើងដឹងហើយ iOS វាអត់ដូច Android ទេ Android យើងអាច down ចេញមកពី APK ឬមកក៏ down ចេញពីកម្មវិធីអីផ្សេងបានអញ្ចឹងណាយើងហើយនៅលើ iOS យើងវាទាមទារត្រូវឲ្យយើងនឹងទិញពីក្រុមហ៊ុនគេផ្ទាល់តែម្ដងហើយគ្នាយើងខ្លះក៏អត់ទាន់ចេះទិញ Minecraft នៅលើ App Store ដែរហើយណាមួយវាអត់តម្លៃថ្លៃទៀតហើយកុំឲ្យខាត់ពេលវេលាយើងចូលទៅពីរបៀប down Minecraft នៅលើ App Store តែម្ដងមុនដំបូងយើងចូល Telegram ហើយយើងគ្នាយើងចូល Telegram ហើយគ្នាយើងឃើញ line search ពេលឃើញ line search ហើយគ្នាយើងចុច search ពាក្យ save message ពេលគ្នាយើងចុចពាក្យ search ពាក្យ save message ហើយគ្នាយើងចុចកន្លែងពាក្យ save message ហ្នឹងហើយវាចេញមកទម្រង់បែបចែកពេលវាចេញទម្រង់បែបចឹងហើយយើងវាយឈ្មោះ account ម្ចាស់បញ្ចូល game ហ្នឹងយើងវាយមក a/ តែ a តែ a g m អ្នកគ្នាវាយចឹងហើយអ្នកគ្នាជួយបញ្ជូនហើយទូរស័ព្ទខ្លះគ្រាន់តែចុចទៅចូលហើយតែទូរស័ព្ទខ្លះដល់ទៀមទួឲ្យយើងចង្កត់មិនវាចូលបាន channel អញ្ចឹងណា channel Telegram ពេលអ្នកគ្នាចុចហើយយើង send message ទៅគាត់មួយទៅពេលយើង send message ហើយយើងចុច line profile គាត់ហ្នឹងគ្នាយើងពេលយើងចុច line profile គាត់ហើយline bio របស់គាត់ហ្នឹងឃើញគាត់ដាក់Gmail ហើយកន្លែងនោះ password Gmail ហ្នឹង iCloud គ្នាយើង Apple ID ពេលនេះយើងចូល App Store មកយើងចូល App Store ហើយយើងចុច sign out អាចាស់របស់យើងចេញមកហើយយើងដាក់ថ្មីថ្មី line bio របស់គាត់ហ្នឹងចូលអ្នកគ្នាមើលតាមហ្នឹងអ្នកគ្នាTKD grade 8 gmail.com សម្រាប់ password ខាងក្រោមកន្លែង bio មិញហ្នឹងហើយនេះកន្លែងខាងក្រោយ Gmail មិញហ្នឹងអ្នកគ្នាយកអាចនឹងខ្ញុំដាក់មកតោះមកយើងចូលមើលវិចារមកនឹងត្រូវវត្តនេះខ្ញុំ record ទៅវាអត់ជាប់លេខកូដតោះមកពេលយើងត្រូវយើងចុច sign in មកពេលយើងចុច sign in ហើយអ្នកគ្នាចាំបន្តិចទៅសេវាខាងខ្ញុំ slow តិចអ្នកគ្នាពេលចុច sign in ហើយវាបាន Apple ID របស់ចាស់ account គេហ្នឹងហើយយើងចុចវាយ Minecraft down មកអ្នកគ្នាយើងនេះMinecraft នេះគេឲ្យបង់លុយទេអញ្ចឹងមានន័យថា Minecraft នេះយើងអាច down មកបានអញ្ចឹងហើយយើងពេលយើង down ហើយយើងអាចលេងបានជាមួយក៏អាចហៅគ្នាឬមួយក៏យើងអាចបង្កើត account Microsoft ដាក់លេងគ្នាពីចម្ងាយបានអញ្ចឹងណាហើយវីដេអូនេះមានប៉ុណ្ណឹងណាអ្នកគ្នាបើអ្នកគ្នាច្រឡំជួយចុច subscribe មួយកន្លែងហើយខ្ញុំ